Videoនេះយើងមករៀនប្រយោគភាសាអង់គ្លេសសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃបន្តទៀតអូខេតាមមើលនេះឈប់គិតលើសលប់ពេកបាទអូខេឈប់គិតច្រើនពេកឈប់គិតលើសលប់ពេកអីចឹងណាបាទភាសាអង់គ្លេស stop overthinking it stop overthinking it stop overthinking it អូខេ stop overthinking it បាទ stop overthinking it ឈប់គិតលើសលប់ពេកឬមួយក៏ឈប់គិតឲ្យហួសពីសមត្ថភាពពេកអីចឹងណាបាទអូខេ stop នេះបានន័យថាឈប់ overthinking បាទ overthinking នោះបានថាគិតលើសបានថាការគិតយើងគិតច្រើនពេកគិតលើសលប់ពេកអីចឹងបាទអូខេ it នេះវាបាទអូខេ stop overthinking it បានថាឈប់គិតលើសលប់ពេកបាទអូខេឈប់គិតលើសលប់ពីវាពេកអីចឹងទៅបាទអូខេត្រូវមានចិត្តល្អគ្រប់ពេលអូខេត្រូវមានចិត្តល្អគ្រប់ពេលត្រូវធ្វើជាមនុស្សដែលចិត្តល្អគ្រប់ពេលអីចឹងបាទអូខេភាសាអង់គ្លេស be kind always be kind always be kind always អូខេ be kind always ត្រូវមានចិត្តល្អគ្រប់ពេលបាទអូខេចិត្តយើងត្រូវល្អគ្រប់ពេលចំពោះមនុស្សជុំវិញចំពោះសត្វចំពោះអីចឹងបាទ be kind always អូខេអានេះជាការឲ្យដំបូងមានជាអីចឹងបាទ be kind នេះបានន័យថាត្រូវមានចិត្តល្អបាទត្រូវចិត្តល្អអីចឹងបាទ always នេះបានថាគ្រប់ពេលឬមួយក៏តែងតែបានថាគ្រប់ពេលហ្មងបាទ be kind always នេះគឺយើងបកប្រែត្រូវមានចិត្តល្អគ្រប់ពេលបាទអូខេខ្ញុំនឹងត្រឡប់មកវិញបាទខ្ញុំនឹងត្រឡប់មកវិញ I'll be right back I'll be right back I'll be right back អូខេ I'll be right back ខ្ញុំនឹងត្រឡប់មកវិញបាទអូខេនេះអាពាក្យI'll នេះបាទ I'll នេះអានេះពាក្យពេញរបស់វា I will បាទ I will បាទន័យថាខ្ញុំនឹងបាទ I will be right back ខ្ញុំនឹងត្រឡប់មកវិញបាទអូខេ be right back ហ្នឹងបានថាត្រឡប់មកវិញបាទអូខេកុំមានអារម្មណ៍ច្រណែនបាទកុំមានអារម្មណ៍ច្រណែន don't feel jealous don't feel jealous don't feel jealous អូខេ don't feel jealous កុំមានអារម្មណ៍ច្រណែនបាទអូខេ don't នេះកុំបាទ feel នេះមានអារម្មណ៍ jealous នេះច្រណែនបាទអូខេ don't feel jealous សូមកុំមានអារម្មណ៍ច្រណែនបាទអូខេនេះជាពាក្យគួរសមសូមមានភាពស្មោះត្រង់បាទសូមមានភាពស្មោះត្រង់សូមស្មោះត្រង់អីចឹងណាអូខេ please be honest please be honest please be honest អូខេ please be honest សូមមានភាពស្មោះត្រង់សូមស្មោះត្រង់អញ្ចឹងក៏បានដែរបាទអូខេ please នេះបាទសូមបាទ be honest ហ្នឹងបានថាមានភាពស្មោះត្រង់បាទអូខេនេះគឺអស្ចារ្យណាស់បាទអូខេនេះគឺអស្ចារ្យណាស់ this is amazing this is amazing this is amazing អូខេ this is amazing នេះគឺអស្ចារ្យណាស់បាទនេះគឺពិសេសណាស់អីចឹងបាទអូខេ this is នេះគឺបាទ amazing ហ្នឹងពាក្យ amazing គឺបានថាអស្ចារ្យណាស់ល្អណាស់អីចឹងបាទអូខេយើងរសើរអីមួយយើងទៅយើងឃើញអីមួយគួរឲ្យអស្ចារ្យគួរឲ្យល្អខ្លាំងអីចឹងយើងអាចថា this is amazing បាទអ្នកគឺល្អខ្លាំងណាស់បាទអូខេអ្នកគឺល្អខ្លាំងណាស់អ្នកជាមនុស្សល្អខ្លាំងណាស់អីចឹងណាអូខេឬមួយក៏អ្នកស្អាតណាស់អីក៏យើងប្រើក្នុងនឹងបានដែរបាទ you are so nice you are so nice you are so nice អូខេ you are so nice បានថាអ្នកគឺល្អខ្លាំងណាស់បាទអូខេ you are នេះអ្នកគឺបាទ so nice អូខេពាក្យ nice ហ្នឹងល្អបាទអូខេដល់ពេល so nice គឺល្អខ្លាំងណាស់បាទអូខេនោះគឺជាបញ្ហាធំអូខេនោះគឺជាបញ្ហាធំ that's a big problem that's a big problem that's a big problem អូខេ that's a big problem នោះគឺជាបញ្ហាធំបាទអូខេ that's នេះបានន័យថា that is បាទអូខេពាក្យពេញវាapostrophe s នេះគឺ is អូខេ that is a big problem បាទ that is ហ្នឹងគឺបានថានោះគឺបាទអូខេ a big problem ហ្នឹងបានថាជាបញ្ហាធំបាទអូខេ problem នេះបញ្ហាដល់ពេល big នេះធំអូខេអ្នកធ្វើឲ្យខ្ញុំខ្លាចហើយបាទអូខេអ្នកបន្លាចខ្ញុំអ្នកធ្វើឲ្យខ្ញុំខ្លាចអញ្ចឹងណាអូខេ you scared me
you scared me you scared me okay you scared me អ្នកធ្វើឲ្យខ្ញុំខ្លាចហើយបាទអូខេ you នេះអ្នកបាទអូខេ scared បាទ scared អានេះជា past tense បាទពាក្យវាធម្មតា scare បាទអូខេ scare សរសេរត្រឹមនេះទេដល់ពេលបន្ថែម d នេះយើងអានចេញជា you scared អូខេ scared me បាទបានតែ scared ហ្នឹងគឺធ្វើឲ្យខ្លាចអីចឹងបាទអូខេ me នេះខ្ញុំបាទនោះគឺប្រថុយណាស់បាទអូខេនោះគឺប្រថុយណាស់បាទ that was risky that was risky that was risky okay that was risky នោះគឺប្រថុយប្រថានណាស់បាទអូខេ that នេះបានន័យថានោះបាទ was នេះគឺបាទអូខេយើងប្រើ past tense អានេះបានថារឿងអីមួយហ្នឹងវាកើតឡើងហើយអីចឹងទៅយើងអាចនិយាយថានោះគឺវាយ៉ាងប្រថុយណាស់អីចឹងវាបានប្រថុយខ្លាំងអីចឹងបាទប៉ុន្តែអត់ទាន់មានបញ្ហាអីទេបាទអូខេ that was risky បាទ risky នេះប្រថុយបាទអូខេមកនេះឲ្យលឿនអូខេមកនេះឲ្យលឿន come here quickly come here quickly come here quickly អូខេ come here quickly បានន័យថាមកនេះឲ្យលឿនបាទអូខេ come នេះមកបាទ come here ហ្នឹងបានថាមកនេះ quickly នេះលឿនបាទអូខេឲ្យលឿន come here quickly បាទមកនេះឲ្យលឿនបាទអូខេវាគឺជាជំរើសរបស់អ្នកអូខេវាគឺជាជំរើសរបស់អ្នក it's your choice it's your choice it's your choice អូខេ it's your choice បាទវាគឺជាជំរើសរបស់អ្នកបាទ it's នេះបាទ it is បាទពាក្យពេញ it is your choice អូខេវាគឺបាទ it's ហ្នឹងវាគឺ your នេះរបស់អ្នកបាទ choice នេះជំរើសអូខេ your choice ជំរើសរបស់អ្នកបាទខ្ញុំត្រូវការសម្រាកអូខេខ្ញុំត្រូវការសម្រាក I need a break I need a break I need a break អូខេ I need a break ខ្ញុំត្រូវការសម្រាកបាទ I នេះខ្ញុំ need នេះត្រូវការបាទខ្ញុំត្រូវការ a break នេះគឺបកប្រែថាសម្រាកបាទអូខេអ្នកគឺឆ្លាតណាស់អូខេអ្នកគឺឆ្លាតណាស់នេះយើងសើគេបាទអូខេ you are so smart you are so smart you are so smart អូខេ you are អ្នកគឺបាទ so smart ហ្នឹងបានថាឆ្លាតណាស់បាទពាក្យ smart ហ្នឹងឆ្លាតអូខេតោះនាំគ្នាដើរបាទអូខេតោះនាំគ្នាដើរយើងបបួលគ្នាដើរអូខេ let's take a walk let's take a walk let's take a walk អូខេ let's take a walk តោះនាំគ្នាដើរបាទ let's take និយាយទៅយើងបកប្រែទាំងដុំនឹងតែម្ដង let's នេះយើងអាចថាបបួលអីចឹងតោះអីចឹងបាទ take a walk នេះនាំគ្នាដើរអូខេខ្ញុំមិនចូលចិត្តរបស់នេះទេអូខេខ្ញុំមិនចូលចិត្តរបស់នេះទេ I don't like this I don't like this I don't like this អូខេ I don't like this ខ្ញុំមិនចូលចិត្តរបស់នេះទេបាទ I don't នេះខ្ញុំមិនបាទ like នេះចូលចិត្តបាទអញ្ចឹងខ្ញុំមិនចូលចិត្ត this នេះយើងអាចនិយាយថារបស់នេះឬមួយក៏រឿងអីមួយដែលយើងនៅស្ដាប់ឮអញ្ចឹងទៅយើងអាចនិយាយថា I don't like this បាទខ្ញុំអត់ចូលចិត្តរឿងនេះទេបាទឬមួយក៏ខ្ញុំអត់ចូលចិត្តរបស់នេះទេអូខេកុំនិយាយលឺពេកបាទអូខេកុំនិយាយលឺពេកបាទយើងហាម5គេកុំឲ្យនិយាយលឺពេកបាទ don't speak loudly don't speak loudly don't speak loudly អូខេ don't speak loudly កុំនិយាយលឺពេកបាទ don't នេះកុំបាទ speak នេះនិយាយ loudly នេះលឺអូខេអញ្ចឹងកុំនិយាយលឺពេកបាទខ្ញុំចងចាំគ្រប់យ៉ាងបាទខ្ញុំចងចាំគ្រប់យ៉ាង I remember everything I remember everything I remember everything អូខេ I remember everything បាទខ្ញុំចងចាំគ្រប់យ៉ាងបាទ I នេះខ្ញុំ remember នេះចងចាំបាទ everything នេះគឺគ្រប់យ៉ាងបាទអ្វីៗគ្រប់យ៉ាងណាបាទអញ្ចឹង I remember everything ខ្ញុំចងចាំអ្វីៗគ្រប់យ៉ាងបាទអូខេមានអារម្មណ៍ល្អណាស់បាទអូខេមានអារម្មណ៍ល្អណាស់ឧទាហរណ៍យើងទៅកន្លែងណាមួយដែលទេសភាពស្រស់ស្អាតធម្មជាតិខ្យល់បរិសុទ្ធអីចឹងណាអូខេយើងអាចនិយាយថា that feels right that feels right that feels right អូខេ that feels right បានថាមានអារម្មណ៍ល្អណាស់បាទ that feel ហ្នឹងបានថាមានអារម្មណ៍បាទអូខេ right នេះគឺល្អអូខេអញ្ចឹងមានអារម្មណ៍ល្អណាស់បាទអូខេ
nét mưa tứ rì ok dân khơi là cái rì dân tới bạn dân sao rồi một dân giấy you look happy you look happy you look happy ok you look happy nét mưa tứ rì bạn you đi nét mà look đi mưa happy nó rì bà sờ bài chẳng là bạn nét mưa tứ rì nét mưa tứ sờ bài chặt đi chẳng tới bạn ok ok แล้วบางคนมันเห็นประโยคมีจำนวนที่ให้บางจำจุกนี้วิดีโอมันต่อที่บาซิล